ជ្រាបហើយថ្ងៃទី16និងថ្ងៃទី17ពិសេសគឺថ្ងៃទី17ហ្នឹងគឺទាហានថៃបានបោកក្របបែកផ្សែងបង្ហូរទឹកភ្នែកហើយនឹងបាញ់កំភ្លើងក្របជ័រហើយមានទាំងចំពីមគឺស៊ូទៀតផងបានបាញ់បោះមកលើប្រជាពលរដ្ឋខ្មែរពិសេសគឺមានព្រះសង្ឃនៅក្នុងនោះដែលជាព្រះគ្រូចាតិកាវត្តនៅតំបន់ភូមិព្រៃច័ន្ទនេះតែម្ដងបាទហើយលោកមានរបួសស្នាមនៅនឹងពោះហើយនឹងចង្កនេះហើយវាកងទ័ពយើងម្នាក់ទៀតគាត់បានបែកភ្នែកហើយនឹងប្រជាពលរដ្ឋយើងជាច្រើនអ្នកទៀតបានរងរបួសធ្ងន់ស្រាលរហូតដល់27នាក់អានេះជាអំពើយងខ្នងមួយបងប្អូនរបស់ថៃរបស់សៀមដែលឆ្លៀនពៀនម្ដងហើយម្ដងទៀតបំពៀនមែនតើណាបងប្អូនខ្ញុំចង់ឲ្យថ្នាក់ដឹកនាំធ្វើដោយការទៅបាតកម្មជាមួយលោកសំរងស៊ីដែលគាត់ចូលច្រកថៃគេយករកក្រោះយកអីទៅយើងទៅការពារទេបងប្អូនយើងមិនបានធ្វើអីទេបើស្ថានភាពពេលនោះយកមកដាក់ពេលនេះមិនដឹងជាល្អយ៉ាងណាទេយើងមើលខ្មែរគ្នាឯងដាក់គ្រឹះដាក់គ្នាដូចខ្លាំងខ្លាណាស់ប៉ុន្តែចម្លែកអីនៅពេលដែលមានបញ្ហាជាមួយថៃបែរជាឲ្យប្រជាពលរដ្ឋយើងស្ងៀមស្ងាត់ហើយបំបត្តិព័ត៌មានរហូតប្រើពាក្យថាព័ត៌មានច្រើនពិបាកគ្រប់គ្រងចុះឥឡូវស្ថានភាពនេះហេតុអីទូរទស្សន៍សារព័ត៌មានធំរបស់ជាតិមិនឃើញមកឡាយនេះសំណាងឲ្យបានប្រជាពលរដ្ឋហើយនឹងលោកសានបន្ទឿនហើយនឹងផៃវណ្ណៈអីទៅយកព័ត៌មានចុះបើអត់ពួកគាត់ទៀតបានព័ត៌មានណាឲ្យពិភពលោកគេបានដឹងតែប្រេះញូអីនេះមិនព្រមចុះទៅឃើញយកតែព័ត៌មានពីគេចុះទៅខ្លួនឯងមើលហើយលោកឯងយកពីគេមកតែថាព័ត៌មានមិនពិតព័ត៌មានពិបាកគ្រប់គ្រងទៀតហើយក្រសួងព័ត៌មានស្ថាប័នប៉ុនប៉ណ្ណីគួរតែយកដាក់ដ្រូនដាក់អីបង្ហោះមើលយកព័ត៌មានឲ្យវាល្អឲ្យវាច្បាស់លាស់ឲ្យវាដើម្បីបង្ហាញទៅពិភពលោកឲ្យគេកាន់តែមើលទៅគេខឹងជាមួយពួកថៃថាធ្វើបាបប្រជាពលរដ្ឋយើងយ៉ាងម៉េចខ្ញុំឃើញព្រឹត្តិការណ៍ថ្ងៃទីម្សិលមិញថ្ងៃទី17នេះខ្ញុំមើលហើយខ្ញុំខ្វល់ចិត្តមែនទែនបងប្អូនវាធម្មតាណាគេមកយកដីយើងហើយគេបាញ់បោះមកលើម្ចាស់ផ្ទះទៀតជឿចាប់មកបងប្អូនឃើញហើយបងប្អូនមើលព័ត៌មានមិនមែនតែខ្ញុំទេហើយបងប្អូននៅក្នុងស្រុកកុំឲ្យស្រែកទៀតថាហេតុអីបានអ្នកនៅក្រៅស្រុកដឹងរឿងក្នុងស្រុកខ្លាំងដែរមើលព័ត៌មានដូចគ្នាទេបងប្អូនពិសេសព័ត៌មានលោកឥឡូវមានអីទៀតមើលតែលោកសាមន្ទឿនហ្នឹងអានេះចាត់ទុកថាគាត់ជាវីរៈយកព័ត៌មានមិនខ្លាចស្លាប់ហើយតសារទៀតនេះទូរទស្សន៍ព័ត៌មានជាតិមិនស្មើលោកសាមន្ទឿនទៅឡាយផងរហូតដល់អភិបាលខេត្តអីគេគាត់ហាមមិនឲ្យឡាយអញ្ចឹងទៀតណានេះប៉ះពាល់អីទៅគាត់ឲ្យឡាយឲ្យពិភពលោកបានដឹងហ្នឹងតាមពិតទៅអត់មានខុសទោះអីទេអត់មានទោសខុសអីទេមិនមែនគេមកលួចផ្ទះលួចដីយើងហើយយើងបំបត្តិព័ត៌មានកុំឲ្យថតកុំឲ្យថតគេយកអីយកទៅមិនមែនចឹងណាមិនមែនដីមិនមែនផ្ទះរបស់លោកអ្នកធំឯងទេប្រជាពលរដ្ឋមានដីមួយដុំជាទីស្នាក់អាស្រ័យនៅគឺបន្តជីវិតរបស់គាត់នឹងមកជីវិតហើយមិនមែនដូចលោកអ្នកធំឯងចង់ទៅបានកន្លែងណាក៏បានកន្លែងហ្នឹងដេកផ្ទះវិឡាអីស្រួលទេអត់អាចទេលោកផៃវណ្ណៈទៅឃើញផ្ទាល់ហើយធ្លាប់តែនៅឡាយក្នុងម៉ាស៊ីនត្រជាក់ទៅពេលទៅផ្ទាល់យ៉ាងម៉េច
វាកាន់តែច្បាស់អញ្ចឹងអានេះគ្រាន់តែជាការចេញមតិមកដោយការឈឺចាប់ពេកបងប្អូនអត់ឃើញស្ថាប័នធំយកទៅយកព័ត៌មានសោះខ្លាយតែគេបំពងព័ត៌មានបើគេទៅ live ផ្ទាល់ឃើញព្រឹត្តិការណ៍ផ្ទាល់អញ្ចឹងហើយពីណាទៅបំពងព័ត៌មាននោះ